រូបរាងកាយប្រុងស្រីផងទាំងឡាយចុះចេញទៅ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 ផងតែនឹងចុះចេញទៅផងតែនឹងចុះចេញទៅហើយបើចង់បន្ថែមឲ្យបរិសុទ្ធស្ដាប់បន្តិចយើងថាអស់ទឹកអស់ដីអស់ព្រៃព្រឹក្សាអស់ស្រែចម្ការហ៊ុនសែនអើយចុះចេញទៅ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 នេះវីរៈបរិសុទ្ធរបស់គណៈបក្សប្រជាជាតិលោកសំរងស៊ីលោកកឹមសុខាមិនអាចទៅលក់ក្បាលឲ្យអ្នកបានទេតើលោកសំរងស៊ីលោកកឹមសុខាចង់បានលុយម្នាក់100លានឬក៏ចង់បានរូបសំណាកម្នាក់មួយទៅថ្ងៃអនាគតនេះវីរៈបរិសុទ្ធរបស់គណៈបក្សប្រជាជាតិលោកសំរងស៊ីលោកកឹមសុខាមិនអាចទៅលក់ក្បាលឲ្យអ្នកបានទេតើលោកសំរងស៊ីលោកកឹមសុខាចង់បានលុយម្នាក់100លានឬក៏ចង់បានរូបសំណាកម្នាក់មួយទៅថ្ងៃអនាគតនេះវីរៈបរិសុទ្ធរបស់គណៈបក្សប្រជាជាតិលោកសំរងស៊ីលោកកឹមសុខាមិនអាចទៅលក់ក្បាលឲ្យអ្នកបានទេតើលោកសំរងស៊ីលោកកឹមសុខាចង់បានលុយម្នាក់100លានឬក៏ចង់បានរូបសំណាកម្នាក់មួយទៅថ្ងៃអនាគតនេះវីរៈបរិសុទ្ធរបស់គណៈបក្សប្រជាជាតិលោកសំរងស៊ីលោកកឹមសុខាមិនអាចទៅលក់ក្បាលឲ្យអ្នកបានទេតើលោកសំរងស៊ីលោកកឹមសុខាចង់បានលុយម្នាក់100លានឬក៏ចង់បានរូបសំណាកម្នាក់មួយទៅថ្ងៃអនាគតនេះវីរៈបរិសុទ្ធរបស់គណៈបក្សប្រជាជាតិលោកសំរងស៊ីលោកកឹមសុខាមិនអាចទៅលក់ក្បាលឲ្យអ្នកបានទេតើលោកសំរងស៊ីលោកកឹមសុខាចង់បានលុយម្នាក់100លានឬក៏ចង់បានរូបសំណាកម្នាក់មួយទៅថ្ងៃអនាគតនេះវីរៈបរិសុទ្ធរបស់គណៈបក្សប្រជាជាតិលោកសំរងស៊ីលោកកឹមសុខាមិនអាចទៅលក់ក្បាលឲ្យអ្នកបានទេតើលោកសំរងស៊ីលោកកឹមសុខាចង់បានលុយម្នាក់100លានឬក៏ចង់បានរូបសំណាកម្នាក់មួយទៅថ្ងៃអនាគតនេះវីរៈបរិសុទ្ធរបស់គណៈបក្សប្រជាជាតិលោកសំរងស៊ីលោកកឹមសុខាមិនអាចទៅលក់ក្បាលឲ្យអ្នកបានទេតើលោកសំរងស៊ីលោកកឹមសុខាចង់បានលុយម្នាក់100លានឬក៏ចង់បានរូបសំណាកម្នាក់មួយទៅថ្ងៃអនាគតទី1ទិញអ្នកទិញឡងទី2លួចទី3សម្លុតទិញលួចសម្លុតទទួលស្គាល់ឯកឧត្តមសំរងស៊ីភេទប្រុសថ្ងៃខែឆ្នាំកំណើត10ខែមីនាឆ្នាំ1949ជាបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមប្រកាសទទួលស្គាល់ឯកឧត្តមសំរងស៊ីជាសមាជិករដ្ឋសភានីតិកាលទី5យោងតាមការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដែលប្រជុំកាលពីថ្ងៃសុក្រទី25ខែកក្កដាឆ្នាំ2014សូមអញ្ជើញឯកឧត្តមសំរងស៊ីតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមបង្ហាញមុខជូនអង្គសភាសូមអញ្ជើញ